ទូរទស្សនិកជនជាទីមេត្រីបន្តជាមួយរឿងរ៉ាវព័ត៌មានកីឡាចាទស្សនិកជនសម្រាប់រឿងរ៉ាវព័ត៌មានកីឡាផ្ដាំជាតិដំបូងនេះគឺពាក់ព័ន្ធទៅនឹងកីឡាជាតិគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានយកចិត្តទុកដាក់នៅក្នុងការពង្រីកចលនាកីឡាចា Special Olympic នៅតាមរាជធានីខេត្តថ្លែងនៅក្នុងឱកាសនៃការបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកវាយកូនឃ្លីលើតុកីឡា Special Olympic កាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ខេត្តកណ្ដាលឯកឧត្តមសែមសុខារដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងជាអនុប្រធានគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានថ្លែងថាគណៈកម្មាធិការជាតិ Special Olympic កម្ពុជាជារាជការតែងតែយកចិត្តទុកដាក់នៅក្នុងការពង្រីកចលនាកីឡា Special Olympic នៅតាមរាជធានីខេត្តនិងបានបន្ថែមវិញ្ញាសាកីឡាថ្មីបន្ថែមទៀតឯកឧត្តមសែមសុខាបានបញ្ជាក់ថាសម្រាប់ឆ្នាំ2025យើងបានបន្ថែមវិញ្ញាសាកីឡាវាយកូនឃ្លីលើតុដល់អនុគណៈកម្មាធិការ Special Olympic រាជធានីខេត្តចំនួន4គឺមានដូចជាខេត្តបៃលិនខេត្តកោះកុងខេត្តកណ្ដាលនិងរាជធានីភ្នំពេញព្រមទាំងបន្តនៅតាមបណ្ដាខេត្តផ្សេងៗនៅពេលបច្ចុប្បន្នផងដែរហើយការរៀបចំនៅកម្មវិធីនេះគឺមានគោលបំណងសំខាន់នៅក្នុងការផ្ដល់នៅចំណេះជំនាញទៅដល់គ្រូបង្វឹកមន្ត្រីបច្ចេកទេសដើម្បីយល់ដឹងអំពីការហ្វឹកហាត់ការរៀបចំវិញ្ញាសាការប្រកួតវិញ្ញាសាកីឡាវាយកូនឃ្លីលើតុសម្រាប់កីឡា Special Olympic មិនតែប៉ុណ្ណោះយើងមាននៅកម្មវិធីផ្សេងជាច្រើនទៀតដូចជាវេទិកាអាណាព្យាបាលសុខភាពសហគមន៍ការត្រួតពិនិត្យសុខភាពកីឡាករកីឡាការិនីការហ្វឹកហាត់ផ្សេងរួមបញ្ចូលគ្នាដើម្បីបំពេញទៅតាមតម្រូវការនៅក្នុងសហគមន៍របស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឯកឧត្តមចាត់ទុកថាការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យកីឡាគឺជាតម្រូវការចាំបាច់និងមានសារៈសំខាន់នៅក្នុងការពង្រីកនៅរាល់សកម្មភាពកីឡាដែលជាសេវាកម្មបម្រើនៅសុខុមាលភាពនិងការប្រកួតនានានៅក្នុងនោះអ្នកមានបញ្ញាខ្សោយដែលជាជនងាយរងគ្រោះនិងជាបន្ទុករបស់អាណាព្យាបាលព្រមទាំងជាបន្ទុករបស់រាជរដ្ឋាភិបាលផងដែរដូចនេះហើយទើបគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបង្កើតឲ្យមាននៅអនុគណៈកម្មាធិការរាជធានីខេត្តជាបន្តបន្ទាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការពង្រឹងនិងជំរុញការអភិវឌ្ឍទៅដល់មូលដ្ឋានទើបក្រុមការងាររបស់យើងបានរៀបចំនៅកម្មវិធីបណ្ដុះបណ្ដាលទៅដល់មន្ត្រីជំនាញឲ្យកាន់តែយល់ច្បាស់អំពីសកម្មភាពកីឡាជនខ្សោយសតិបញ្ញានិងសកម្មភាពក្នុងការគ្រប់គ្រងថែរក្សាហ្វឹកហាត់របស់ពួកគាត់ហើយតាមរបាយការណ៍របស់គណៈគ្រប់គ្រងវគ្គបានឲ្យដឹងថាវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនេះមានសិក្ខាកាមចូលរួមចំនួន24នាក់មានមន្ត្រីកីឡាមកពីខេត្តកណ្ដាលនិងរាជធានីភ្នំពេញធ្វើឡើងនៅក្នុងគោលបំណងនៅក្នុងការបណ្ដុះបណ្ដាលគ្រូបង្វឹកដើម្បីហ្វឹកហាត់បង្វឹកដល់ជនពិការខ្សោយសតិបញ្ញាផ្ដល់ឱកាសឲ្យពួកគាត់បានចូលរួមនៅក្នុងការលេងកីឡានិងការប្រកួតនានាក្នុងថ្នាក់មូលដ្ឋានថ្នាក់ជាតិនិងលើឆាកអន្តរជាតិបានចូលរួមនៅក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡានិងដើម្បីបម្រើទៅដល់សុខុមាលភាពរបស់ពួកគាត់ផងដែរ